ok chẳngនៅក្នុងវីដេអូនេះអត់មានអីបង្ហាញអ្នកទាំងអស់គ្នាទេតែគ្រាន់តែចង់បង្ហាញអំពី exercise ដែលយើងនឹងធ្វើការសិក្សានៅក្នុងវីដេអូនេះហើយបើសល់ពេលខ្ញុំនឹងធ្វើការបង្ហាញឲ្យកាន់តែច្រើនទៀតទាក់ទងនឹង exercise ទាក់ទងនឹង company ឬក៏ star map ផ្សេងៗចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយក exercise មួយនេះដើម្បីយកមកសិក្សាចឹងខ្ញុំមានក្រុមហ៊ុនមួយមានឈ្មោះថាខ្មែរ Free ដែលមាន department ចំនួន3បាទដែលយើងនឹងធ្វើការបង្កើត department ចំនួន3គឺ IT department តមកទៀតមាន Sales department មាន Administrator department តោះហើយក្នុងក្រុមហ៊ុនរបស់ខ្ញុំគឺចាប់ធ្វើការពីម៉ោង 8 ព្រឹកដល់ម៉ោង 11 ព្រឹកមានន័យថាពីម៉ោង 8 ហ្នឹងយើងធ្វើការ check in ម្ដងហើយដល់ម៉ោង 11 គាត់ធ្វើការ check out ម្ដងតោះហើយបានម៉ោង 1 គាត់ចូលធ្វើការវិញឥឡូវចេះដល់ខ្ញុំសុំកែយើងម៉ោង 7:30 ចុះបាទព្រោះអីបើសិនជាដាក់ម៉ោង 8 បុគ្គលិកនៅខាងខ្ញុំគាត់ចូលម៉ោង 7 កន្លះអញ្ចឹងទៅពេល check in គឺយើងធ្វើ report អត់កើតទេឬក៏ពេលខ្លះខ្ញុំទៅណេមកប៉ុណ្ណឹងខ្ញុំធ្វើ report អត់កើតអញ្ចឹងខ្ញុំដាក់ម៉ោងមិន10 កន្លះឲ្យត្រូវតាមការងាររបស់ខ្ញុំមកហើយវាស្គាល់ការធ្វើ report តនេះបាទអូខេអញ្ចឹងគាត់ចូលទៅការម៉ោង 7 កន្លះបាទដល់ម៉ោង 11 កន្លះគាត់ធ្វើការ check in ហើយ check out ម្ដងនឹងដល់ម៉ោង 1:30 នាទីគាត់ធ្វើការ check in ដល់ម៉ោង 5 គាត់ធ្វើការ check out តនេះបាទអញ្ចឹងរាល់បុគ្គលិកទាំងអស់ត្រូវការ check 4 ដងមានន័យថា check in 2 ដងដែលម៉ោង 1:07 កន្លះ check ម្ដងម៉ោង 1:30 នាទី check ម្ដងហើយ check out ម៉ោង 11:30 នាទីនិងម៉ោង 5 គឺ check out ម្ដងទៀតតន់អញ្ចឹងមានន័យថាមុននឹងធ្វើការគ្រប់គ្រងទៅលើ attendance របស់បុគ្គលិកគឺយើងត្រូវសិក្សាទៅលើប្រធានបទឬក៏ចំណោទរបស់ក្រុមហ៊ុនដែលគេដាក់ឲ្យយើងបើយើងអត់ច្បាស់ទេគឺត្រូវសួរគេបានច្បាស់មកតន់ប្រសិនណាយើងចេះតែធ្វើទៅគឺខុសយើងហើយមិនមែនខុសក្រុមហ៊ុនទេឧទាហរណ៍ថាគេឲ្យធ្វើការម៉ោង 7 ស្រាប់តែឯងដាក់ម៉ោង 6 បុគ្គលិកមកឆែកម៉ោង 7 គឺលែទាំងអស់ឬក៏អត់មាននៅក្នុង report ទាំងអស់អញ្ចឹងច្បាស់ជាមានបញ្ហាអញ្ចឹងមុននឹងធ្វើគឺត្រូវការមានប្រធានបទឬក៏មើលចំណោទច្បាស់លាស់ធ្វើឲ្យគេត្រួតម្ដងទៀតតនេះឡើយហ្នឹងបាទអូខេអញ្ចឹងយើងបន្តទៀត check in យឺត10 នាទីចាត់ទុកថាមកយឺតនិងលើសពី 20 នាទីបាទចាត់ទុកថាមិនបានមកមួយវេនមានន័យថាបើនៅក្នុងវេននេះគឺគាត់ check in ពីម៉ោងឧទាហរណ៍ម៉ោង 7:30 ត្រូវការ check ចូលអញ្ចឹងបើសិនជាមក check ម៉ោង 7:40 គឺគាត់ late តែបើសិនជាលើសពី 7:40 ហ្នឹងដល់ 7:50 8 9 10 អីហ្នឹងគឺគាត់ចាត់ទុកថាគាត់អត់មកវេនតែមកតែអត់មកតែមកវេននេះទេតែបើពេលថ្ងៃគាត់ឆែកធម្មតាគឺគាត់បាទមានធ្វើការមួយវេនអត់មួយវេនតនេះកន្លែងហ្នឹងបាទអញ្ចឹងមានន័យថាមួយថ្ងៃ2វេនព្រឹកនិងល្ងាចបាទបើឆែកអាវមុន10 នាទីនិងក្រោយ20 នាទីគឺមិនឲ្យ save ទៅក្នុង report មានន័យថាប្រសិនណាគាត់ឆែកអាវមុន10 នាទីមានន័យថាគាត់ធ្វើការចេញមុនមកតោះចឹងគឺយើងអត់ឲ្យគាត់ធ្វើ save ទៅក្នុង report ទេចុងខែគឺគាត់នឹងបានវត្តមានមួយវេនដែរតោះនេះហើយហ្នឹងបាទចំពោះ manager និង supervisor គឺ check តែ2 ដងមិនគិតមុនឬក្រោយមានន័យថាបើសិនជាឋានៈគាត់ជា supervisor ឬក៏ manager គឺ check មិនឆែកដល់សារគាត់គាត់អត់ឆែកក៏បានដែរកន្លែងហ្នឹងគឺយើងលែងខ្វល់ហើយអញ្ចឹងខ្ញុំនឹងបង្កើតបុគ្គលិកដូចខាងក្រោមគឺមានបុគ្គលិកជាមេងតុងជា supervisor IT អូនសំណាងជា staff IT បងកញ្ញាជា supervisor sale សុកស៊ីណាជា staff sale រិទ្ធជា administrator staff និង Henida ជា manager អញ្ចឹងខ្ញុំនឹងយកបាទ user ទាំងអស់នេះដើម្បីធ្វើការបង្កើតហើយសិក្សាទៅលើ exercise មួយនេះតនេះបាទ